Dạ, nó ngay sau đây đọc này ở ngày đi nhập ăn khơi video ở bon sấy chân chất Japan mùi được khăn TikTok á, còn bạn phô bị của mạng Campuchia dương á, để khăn caption bảo còn nắng còn bạn lại sẽ Cambodia taught me the education is not just a book and school is kindness. It is kindness, family and value. Sometimes the richest lesson come from the poorest place. គាត់ចង់ថាកម្ពុជាបានបង្រៀនគាត់ថាការអប់រំមិនមែនគ្រាន់តែជាសភៅហើយនឹងទៅសាលារៀនទេវាគឺជាខាញ់ណាស់ចិត្តល្អពីតម្លៃនៃគ្រួសារហើយនឹងតម្លៃពេលខ្លះគាត់ចង់និយាយថាមេរៀនដែលល្អដែលនិយាយថាវាថ្លៃថ្លាវាមកពីកន្លែងដែរទៀតតូចតាចបំផុតយ៉ាងនេះណានេះឥឡូវទៅមើលតាមដានវីដេអូគាត់ទាំងអស់នេះគាត់និយាយខ្លះចឹង Uneducated? គេក៏បាននិយាយថា is Cambodia uneducated I was wrong. I was wrong គាត់ថាគាត់គិតខុសហើយ Some kids can't. គាត់ថាក្មេងខ្លះអត់អាចគេថាមានលទ្ធភាពទិញសម្បីតែសភៅសរសេរដៃ Even afford notebooks. Some only go to ក្មេងខ្លះទៀតទៅរៀនបានតែកន្លះថ្ងៃទេក្នុងវីដេអូដែលគាត់ថតនេះមើលទៅគឺនៅកំពង់ភ្លុក school half the day. Some have to ខ្លះទៀតត្រូវធ្វើការជំនួសឲ្យការទៅរៀន work instead of studying. So I thought, និយាយទៅគាត់គិតថាមិនមែនជាការមិនបានការទទួលបានការអប់រំទេវាគឺជាការខ្វះការអប់រំពួកគេខ្វះការអប់រំហ្នឹងដោយសារតែជីវភាពអញ្ចឹងណា they lack education. I gave them notebooks. គាត់បានឲ្យសភៅសរសេរដៃហ្នឹងទៅក្មេងៗ Then something changed my mind. តបមកមានរឿងមួយកើតឡើងបានបដូរការគិតរបស់គាត់ពួកគាត់បានទៅញ៉ាំអីនៅ burger ជាមួយនឹងគ្រួសារដែលនៅខេត្តសៀមរាបហ្នឹងមួយគ្នា Went to dinner with local family. The hamburger they had been longing to eat. A boy didn't eat his burger. ក៏បាននិយាយថាក្មេងប្រុសហ្នឹងគឺគាត់អត់បានញ៉ាំ hamburger ហ្នឹងទេគាត់និយាយថា I said, I'm saving it to eat. ខ្ញុំຕົកពេលញ៉ាំមួយម៉ាក់ខ្ញុំនិយាយស្ដាប់មកវាពិតជា how touching ក្មេងល្អក្មេងសំចៃ With my ក្មេង mom. ដែលយល់ពីតម្លៃរបស់គ្រួសារចៃម្លែកក្តីស្រឡាញ់ជាមួយនឹងឪពុកម្ដាយ That moment shocked me. ហើយគាត់ក៏បាននិយាយថាគាត់លើក្មេងហ្នឹងនិយាយហើយគឺគាត់កាំងហ្មង Is this really low គាត់ចូលថាអាហ្នឹងមែនការអប់រំដែលមានការអប់រំទាប education? Some kids get ហើយក៏បាននិយាយថា some kids get angry when the parents take their food even the high education country គាត់និយាយហ្នឹងត្រូវដែរគាត់ថាគាត់ថាក្មេងខ្លះនឹងខឹងបោកប្រាស់ហូបអាហារឬក៏មិនក៏នៅពេលដែលពុកម្ដាយរបស់គេហ្នឹងយកមកហូបដែលគេញ៉ាំទោះបីជាវានៅប្រទេសដែលមានការអប់រំខ្ពស់ក៏ដោយ angry when parents take their food even from educated countries. Education is not only about school. យ៉ាគាត់និយាយត្រូវថាគ្នា education is not only about school ការអប់រំមិនមែនសំដៅទៅលើតែការទៅរៀននៅសាលាបំបុកទេ It's about the heart. វាគឺជាបេះដូង He said it was the best. ហើយពុករបស់ក្មេងនេះគាត់បាននិយាយថាវាគឺជាការញ៉ាំអាហារដ៏ល្អបំផុតក្នុងជីវិតគាត់ Food of his life. One burger made my heart beat more. burger មួយធ្វើឲ្យបេះដូងcủaខ្ញុំកក់ក្ដៅ Thank you, Cambodia. Thank you Is Cambodia ហ្នឹងហើយអ្នកនរវីដេអូនេះគឺគាត់បានធ្វើការលើកតម្កើងនិយាយលើកតសារទៅកាន់ក្មេងៗនៅកម្ពុជាយើងនៅខេត្តសៀមរាបហើយយើងក៏សង្ឃឹមថាក្មេងៗនៅខេត្តផ្សេងទៀតក៏នឹងទទួលបានគេថាមានការអប់រំពីគ្រូសាចេះដឹងដោយតែកូនក្មេងនៅក្នុងវីដេអូនឹងដូចគ្នាបាយបាយអ្នកនរគ្នា